សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រៀនភាសាចិន TSA Class ចាថ្ងៃនេះយើងរៀនអំពីពាក្យ谁ឬក៏谁ពាក្យហ្នឹងមានពីរសំឡេងយើងចង់ប្រើមួយណាក៏បានដែរវាមានន័យថានរណាចាអញ្ចឹងយើងចូលទៅមើលវីដេអូរបស់យើង谁是A谁ឬក៏是为谁ចាពាក្យ谁ហ្នឹងអានបានពីរសំឡេងយើងចង់និយាយមួយណាក៏បានដែរវាមានន័យថានរណាឧទាហរណ៍他是谁他是谁ឬក៏他是谁他是谁ចាយើងនិយាយមួយណាក៏បានដែរឲ្យតែយើងគិតថាស្រួលនិយាយអញ្ចឹងថាគាត់គឺជា谁នរណាចំពោះខ្ញុំទម្លាប់និយាយថា谁វាស្រួលអានជាង谁ចាពាក្យហ្នឹងប្រយោគហ្នឹងមានន័យថាតើគាត់ជានរណា这是谁的手机这是谁的手机ឬក៏这是谁的手机这នេះគឺជា谁的របស់នរណា手机ទូរស័ព្ទដៃ这是谁的手机មានន័យថាតើនេះជាទូរស័ព្ទរបស់នរណា你是谁的孩子你是谁的孩子你អ្នកគឺជា谁的របស់នរណា孩子កូន你是谁的孩子តើអ្នកជាកូនរបស់អ្នកណាឬក៏តើឯងជាកូនរបស់នរណា他的爸爸是谁他的爸爸是谁他的របស់គាត់爸是谁គឺជានរណា他的爸爸是谁តើប៉ារបស់គាត់ជានរណា谁能帮得了你谁能帮得了你នរណាអាចជួយអ្នកបាន谁能帮得了你ចាអញ្ចឹងសំណួរយើងបន្ថែមពាក្យតើនរណាអាចជួយអ្នកបាន谁能帮得了你手机ទូរស័ព្ទដៃ孩子កូន帮ជួយ能អាចចាមេរៀនរបស់យើងសូមសម្រាប់ត្រឹមប៉ុណ្ណឹងសិនយើងនឹងជួបគ្នានៅវីដេអូលើកក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដាននៅ Channel របស់ខ្ញុំជូនពរសុខភាពល្អជំរាបលាចែកជា